ក្មេងប្រុសតែងតែជួយឪពុកម្ដាយធ្វើស្រែចម្ការថ្ងៃមួយគាត់បានលួចបេះកាក់បាសដែលទើបនឹងដុះចោលពេលឪពុកដឹងហើយគាត់ខឹងជាខ្លាំងហើយក៏ដេញវាគេស្រាប់តែដល់រដូវប្រមូលផលមកដល់ស្រាប់តែក្បាសរបស់គាត់ទទួលបានទិន្នផលកើនឡើង3 ដងមានរឿងដំណើរថាមានក្មេងប្រុសម្នាក់ឈ្មោះថាស៊ីគុងឈីគេគឺជាក្មេងឆ្លាតនិងរៀនពូកែជាគេក្នុងសាលាកុមាររតីទៀតសូត្រមេរៀនជាច្រើនដងច្រើនសារនៅតែមិនចាំចំណែកគេមើលតែមួយសារពីរសារគឺចាំទាំងអស់គេគឺជាក្មេងដែលចូលចិត្តផ្នែកកសិកម្មគេតែងតែស្រាវជ្រាវអំពីកសិកម្មថ្ងៃមួយលោកគ្រូចែកក្រដាសប្រឡងមិនទាន់បាន10នាទីផងស៊ីគុងឈីគេក៏បានធ្វើរួចទៅហើយធ្វើឲ្យលោកគ្រូស្ទើរតែមិនអាចនឹងជឿគាត់ក៏យកវាមកកែភ្លាមទើបដឹងថាត្រូវទាំងអស់ចំណែកស៊ីគុងឈីគេកែត្រូវប្រញាប់ទៅផ្ទះដើម្បីជួយការងារឪពុកគេត្រូវទៅជួយឪពុកគេធ្វើស្មៅក្បាសមានកូនសិស្សដែលពូកែហើយចេះជួយការងារផ្ទះទៀតធ្វើឲ្យលោកគ្រូពេញចិត្តជាខ្លាំងមិននឹងស្មានថាគេធ្វើលឿនដើម្បីទៅជួយការងារឪពុកម្ដាយពិតជាចម្លែកមែនស៊ីគុងឈីបានយកសម្ភារៈទុកនៅផ្ទះហើយគេក៏ដើរមករកពុកគេនៅចំការក្បាសគេគិតថានឹងជួយពុកគេចាំងស្មៅក្នុងចំការតែគេបានឃើញមុខពុកគេហាក់ដូចជាមិនសប្បាយចិត្តសោះការពិតក្បាសរបស់គាត់ដុះលូតលាស់ល្អណាស់ចំណែកផ្កាក៏ដុះចេញបានច្រើនដែរប៉ុន្តែគុណភាពនិងទិន្នផលមិនបានស្មើអ៊ំប្រុសជាប់យើងផងឪពុកមានការងឿងឆ្ងល់យ៉ាងខ្លាំងព្រោះប្រភេទពូជក្បាសនិងរបៀបធ្វើអីគឺដូចគ្នាទាំងអស់ការដកស្មៅនិងការដាក់ជីបានធ្វើឡើងយ៉ាងល្អិតល្អន់ចុះហេតុអ្វីទិន្នផលខុសពីតាចាំងឆ្ងាយម្ល៉េះស៊ីគុងឈីស្ដាប់ហើយគេក៏ឆ្ងល់យ៉ាងហើយគេក៏ចង់ដឹងពីមូលហេតុរបស់វាដែរដូច្នេះគេក៏បានលួចចូលនៅក្នុងចំការតាចាំងដើម្បីដឹងថាតាចាំងគាត់ធ្វើដូចម្ដេចដើម្បីកុំឲ្យតាចាំងគាត់មើលដឹងស៊ីគុងឈីបានយកវនឹងមេឃឈើមកធ្វើកម្រងពាក់ក្បាលតែគេឃើញត្រឹមតាចាំងធ្វើស្មៅធម្មតាដូចមិនមានអីចម្លែងខុសពីធម្មតាផងតែមួយសន្ទះក្រោយមកតាចាំងបានធ្វើឲ្យគេភ្ញាក់ផ្អើលយ៉ាងខ្លាំងស៊ីគុងឈីដើម្បីមើលឲ្យឃើញកាន់តែច្បាស់គេបានវាយឺតទៅឲ្យចិត្តតាចាំងបន្តិចក៏ឃើញតាចាំងកំពុងតែបេះកាក់បាសចោលស៊ីគុងឈីកំពុងតែសិញ្ចឹងមើលពេលនោះក៏មានត្រមោចវាចូលដៃអោរបស់គេក៏ក្រឡាស់វាចេញហើយពេលនោះតាចាំងក៏បានឃើញគេតាចាំងក៏បានសួរគេថាតើឯងកំពុងធ្វើអ្វីនៅទីនេះស៊ីគុងឈីគេមិនបានកុហកតាចាំងឡើងខ្ញុំមានបំណងមកមើលថាលោកតាដាំក្បាសយ៉ាងដូចម្ដេចព្រោះលឺអ្នកភូមិថាក្បាសលោកតាគឺដាំបានល្អជាងគេតាចាំងស្ដាប់ឮហើយក៏សើចបានឮគេសារគាត់សប្បាយចិត្តញឹមបិទមាត់មិនចិត្តនោះទេគាត់ក៏បានប្រាប់ទៅស៊ីគុងឈីថាតើឯងចង់ដឹងពីអ្វីឲ្យតែគាត់ដឹងគាត់នឹងប្រាប់ទាំងអស់ចំណែកស៊ីគុងឈីជាក្មេងដែលឆ្លាតផងគេក៏សួរភ្លាមតែម្ដងជាធម្មតាគេដាំក្បាសគេចង់បានផ្កាកាន់តែច្រើនកាន់ល្អប៉ុន្តែលោកតាហេតុអីក៏បេះផ្កាវាចោលទៅវិញលោកតាចាំងស្ដាប់ហើយក៏ដឹងថាស៊ីគុងឈីបានត្រៀមសំណួរជាស្រេចបាត់ទៅហើយតែគាត់ក៏មិនបានលាក់បាំងអ្វីដែរគាត់ក៏បានបកស្រាយថាហេតុអ្វីយើងត្រូវសម្អាតស្មៅឲ្យក្បាសពីព្រោះស្មៅតែងតែដណ្ដើមអាហារពីដើមក្បាសដូចនេះហើយទើបយើងត្រូវដកស្មៅចេញចំណែកផ្កាក្បាសតូចក៏ចឹងដែរវាក៏ដណ្ដើមជីវជាតិពីផ្កាធំមនុស្សភាគច្រើនយល់ថាផ្កាកាន់តែច្រើនការនៅតែល្អវានឹងធ្វើឲ្យមានទិន្នផលខ្ពស់តាមពិតទៅវាមិនដូចដូច្នោះទេវាក៏ចិត្តដល់ពេលត្រូវប្រមូលផលហើយផ្កាក្បាសតូចវាក៏រីកមិនទាន់រដូវកាលផងដែរយើងទុកវានឹងធ្វើឲ្យខ្ជះខ្ជាយសារធាតុចិញ្ចឹមតែបើយើងបេះវាចោលសារធាតុចិញ្ចឹមនឹងទៅបំពេញឲ្យផ្កាក្បាសធំហើយផ្កាក្បាសធំវានឹងរីកកាន់តែធំថែមទៀតស៊ីគុងឈីស្ដាប់ដល់កន្លែងនេះគេក៏បានយល់គ្រប់យ៉ាងការពិតគឺចឹងទេអីអរគុណហើយហេអាល្អិតចេះឆ្ងល់វាជារឿងល្អចង់សួរអ្វីអាចមកសួរបានតែត្រូវមកសួរដោយត្រង់កុំមកលួចលាក់ចឹងដឹងទេឲ្យធ្វើតាមការថែនាំរបស់លោកតាចាំងស៊ីគុងឈីបានដើរបេះផ្កាក្បាសតូចចោលពេលនោះឪពុកគេក៏មកឃើញគាត់មានអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំងក៏ដោះស្បែកជើងរកប្រដៅគេម្ដងតែគេក៏បានរត់ហើយគាត់ក៏បានដេញតាមសំណាងល្អដែរដែលយាយរបស់គេបានមកដល់ស៊ីគុងឈីក៏បានរត់ទៅពួនក្រោយក្នុងយាយរបស់គេរួចបកស្រាយថាពេលឪពុកស្ដាប់គ្រប់រឿងរាវហើយក៏យល់ថាសំហេតុសំផលតែគាត់នៅតែស្ទាក់ស្ទើរខ្លះដែរក្បាសលោកតាចាំងស្រោចទឹកដាក់ជីមិនដល់ក្បាសយើងផងតែហេតុអ្វីបានជាក្បាសគាត់ល្អនិងទទួលបានទិន្នផលច្រើនជាងយើងមធ្យោបាយមួយនេះប្រកាសជាមានប្រយោជន៍ជាមិនខានដើម្បីបង្កើតទិន្នផលក្បាសទីបំផុតឪពុកគេក៏បានសាកល្បងតាមវិធីនេះមិនយូរប៉ុន្មានក៏ដល់រដូវប្រមូលផលគ្រួសាររបស់ស៊ីគុងឈីឆ្នាំនេះពិតជាទទួលបានទិន្នខ្ពស់ជាងរាល់ឆ្នាំមិនថាបរិមាត្រនិងគុណភាពគឺល្អជាងឆ្នាំមុនឆ្ងាយណាស់ចាប់ពីពេលនោះមកស៊ីគុងឈីរឹតតែចាប់អារម្មណ៍នឹងកសិកម្មគេក៏បានក្លាយជាអ្នកវិទ្យាសាស្ត្រផ្នែកកសិកម្មដ៏ល្បីល្បាញហើយគេក៏បានសរសេរសៀវភៅជាច្រើនដែលទាក់ទងនឹងកសិកម្មសម្រាប់បន្សល់ទុកឲ្យមនុស្សជំនាន់ក្រោយជាធម្មតាគេដាំក្បាសគេចង់បានផ្កាកាន់តែច្រើនកាន់ល្អប៉ុន្តែលោកតាហេតុអីក៏បេះផ្កាវាចោលទៅវិញលោកតាចាំងស្ដាប់ហើយក៏ដឹងថាស៊ីគុងឈីបានត្រៀមសំណួរជាស្រេចបាត់ទៅហើយតែគាត់ក៏មិនបានលាក់បាំងអ្វីដែរគាត់ក៏បានបកស្រាយថាហេតុអ្វីយើងត្រូវសម្អាតស្មៅឲ្យក្បាសពីព្រោះស្មៅតែងតែដណ្ដើមអាហារពីដើមក្បាសដូចនេះហើយទើបយើងត្រូវដកស្មៅចេញចំណែកផ្កាក្បាសតូចក៏ចឹងដែរវាក៏ដណ្ដើមជីវជាតិពីផ្កាធំមនុស្សភាគច្រើនយល់ថាផ្កាកាន់តែច្រើនការនៅតែល្អវានឹងធ្វើឲ្យមានទិន្នផលខ្ពស់តាមពិតទៅវាមិនដូចដូច្នោះទេ
វាក៏ចិត្តដល់ពេលត្រូវប្រមូលផលហើយកាកបាទតូចវាក៏រីកមិនទាន់រដូវកាលផងដែរយើងទុកវានឹងធ្វើឲ្យខ្ជិះខ្ជីសារធាតុចិញ្ចឹមតែបើយើងបេះវាចោលសារធាតុចិញ្ចឹមនឹងទៅបំពេញឲ្យផ្កាកបាទធំហើយផ្កាកបាទធំវានឹងរីកកាន់តែធំថែមទៀតស៊ីគូងឈីស្ដាប់ដល់កន្លែងនេះគេក៏បានយល់គ្រប់យ៉ាងការពិតគឺចឹងទេអីអរគុណហើយហេអាល្អិតទេឆ្ងល់វាជារឿងល្អចង់សួរអ្វីអាចមកសួរបានតែត្រូវមកសួរដោយត្រង់កុំមកលួចលាក់ចឹងដឹងទេដោយធ្វើតាមការថែនាំរបស់លោកតាចាងស៊ីគូងឈីបានដើរបេះផ្កាកបាទតូចចោលពេលនោះឪពុកគេក៏មកឃើញគាត់មានអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំងក៏ដោះស្បែកជើងរកប្រដៅគេម្ដងតែគេក៏បានរត់ហើយគាត់ក៏បានដេញតាមសំណាងល្អដែរដែលយាយរបស់គេបានមកដល់ស៊ីគូងឈីក៏បានរត់ទៅពួនក្រោយខ្នងយាយរបស់គេរួចបកស្រាយថាពេលឪពុកស្ដាប់គ្រប់រឿងរាវហើយក៏យល់ថាសំហេតុសំផលតែគាត់នៅតែស្ទាក់ស្ទើរខ្លះដែរកបាសលោកតាចាំងស្រោចទឹកដាក់ជីមិនដល់កបាសយើងផងតែហេតុអ្វីបានជាកបាសគាត់ល្អនឹងទទួលបានទិន្នផលច្រើនជាងយើងមធ្យោបាយមួយនេះប្រកាសជាមានប្រយោជន៍ជាមិនខានដើម្បីបង្កើតទិន្នផលកបាសទីបំផុតឪពុកគេក៏បានសាកល្បងតាមវិធីនេះមិនយូរប៉ុន្មានក៏ដល់រដូវប្រមូលផលគ្រួសាររបស់ស៊ីគូងឈីឆ្នាំនេះពិតជាទទួលបានទិន្នខ្ពស់ជាងរាល់ឆ្នាំមិនថាបរិមាណនិងគុណភាពគឺល្អជាងឆ្នាំមុនឆ្ងាយណាស់ចាប់ពីពេលនោះមកស៊ីគូងឈីរឹតតែចាប់អារម្មណ៍នឹងកសិកម្មគេក៏បានក្លាយជាអ្នកវិទ្យាសាស្ត្រផ្នែកកសិកម្មដ៏ល្បីល្បាញហើយគេក៏បានសរសេរសៀវភៅជាច្រើនដែលទាក់ទងនឹងកសិកម្មសម្រាប់បន្សល់ទុកឲ្យមនុស្សជំនាន់ក្រោយ